បាទសូមគោរពនិងជម្រាបសួរដល់ពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់ជាទីគោរពនិងជាទីរាប់អានសូមស្វាគមន៍មកកាន់ Channel Admin Moda សាជាថ្មីហើយនៅក្នុងវេលាកាលនេះខ្ញុំបាទក៏មាននៅពេលទំនេរទៀតហើយដើម្បីចូលខ្លួនមកបាទធ្វើនៅរឿងរ៉ាវផ្សេងៗបាទដើម្បីបម្រើអារម្មណ៍ដល់ពុកម៉ែបងប្អូនបានស្ដាប់បាទកម្សាន្តនៅពេលដែលសម្រាក ហត់នឿយពីការងារអញ្ចឹងទៅបាទហើយសាច់រឿងថ្ងៃហ្នឹងគឺនិយាយទៅដល់បងប្រុសម្នាក់ដែលគាត់មានប្រពន្ធដល់ទៅ2នាក់ណាគាត់មានប្រពន្ធដើមមួយនិងប្រពន្ធចុងមួយហើយប្រពន្ធដើមប្រពន្ធចុងហ្នឹងដំបូងឡើយគឺអត់មានត្រូវគ្នាទេហើយមានថ្ងៃមួយហ្នឹងបងប្រុសហ្នឹងគាត់មានកំណត់ថាចង់នាំប្រពន្ធចុងហ្នឹងមកឲ្យផឹកស៊ីជាមួយនឹងបាទអង្គុយនិយាយគ្នាលេងជាមួយនឹងប្រពន្ធដើមទៅក្រែងយល់ចិត្តគ្នាអញ្ចឹងណាគាត់ស្នុករស់នៅជាមួយគ្នាហ្មងទៅដល់មានណា ពេលដែលប្រពន្ធបាទចុងប្រពន្ធដើមផឹកមួយគ្នាហ្នឹងគាត់ក៏ផឹកដែរហើយដល់ពេលស្រវឹងទាំងអស់គ្នាទៅប្រពន្ធចុងឃើញប្តីនេះបាទទៅផ្អែមល្ហែមស្អិតល្មួតជាមួយនឹងប្រពន្ធចុងហ្នឹងធ្វើឲ្យប្រពន្ធដើមនេះខឹងក្តៅក្រហាយបណ្ដោយបាទវាយផ្អើលឈុលពេញហ្នឹងទៅបាទអញ្ចឹងមុននឹងចូលទៅដល់សាច់រឿងពេញខ្ញុំបាទក៏សូម ពុកម៉ែបងប្អូនថ្មីៗដែលមិនទាន់បានជួយ Subscribe Channel របស់ខ្ញុំសូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងបាទហើយមុននឹងចូលទៅដល់សាច់រឿងពេញនោះក៏សូមធ្វើការខន្តីនិងអភ័យទោសរាល់ពាក្យកំហុសខុសឆ្គងដែលនិយាយទៅមានការលើសលួសខ្វះខាតនោះក៏សូមពុកម៉ែបងប្អូនខន្តីនិងអភ័យទោសដល់ខ្ញុំបាទផងបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅដល់សាច់រឿងរបស់យើងតែម្ដង អឺសាច់រឿងនេះនិយាយទៅកាន់បងប្រុសម្នាក់គាត់ឈ្មោះបងបឿនណាបាទគាត់មានដើមឡើយគាត់មានប្រពន្ធម្នាក់បាទមានតែម្នាក់ណាដំបូងឡើយការមិនមែនការម្ដងប្រពន្ធពីរទេគាត់ការជាមួយនឹងប្រពន្ធគាត់ទៅរស់នៅជាមួយគ្នាអញ្ចឹងទៅបាទប្រកបមុខរបររកស៊ីអីជាប្រចាំថ្ងៃអញ្ចឹងទៅតែបងបឿនហ្នឹងគាត់ជាមនុស្សលក្ខណៈថាអឺ ល្មមទៅលើការបាទល្មមទៅលើការរុំភេទរុំអីដែលថាបាទចូលចិត្តស្រីអញ្ចឹងណាចូលចិត្តផ្លាស់ប្ដូររសជាតិអញ្ចឹងទៅបាទអញ្ចឹងគាត់រាល់ថ្ងៃគាត់មានប្រពន្ធមួយឯងប៉ុន្តែគាត់អត់ស្កប់ស្កល់ទេបាទន័យគាត់និយាយថាហៀងតលាន់អញ្ចឹងណាប្រពន្ធគាត់ដូចលក្ខណៈថាដូចសម្លមួយមុខអញ្ចឹងទៅដល់ពេលគាត់ថាគាត់ញ៉ាំរាល់ថ្ងៃទៅហៀងតលាន់អញ្ចឹងគាត់ក៏ បាទទៅញ៉ែទៅតាក់ទងនឹងបាទមនុស្សស្រីមួយទៀតគាត់គិតថាចង់បានប្រពន្ធមួយទៀតហ្នឹងណាបាទឲ្យមានប្រពន្ធដើមប្រពន្ធចុងទៅមាន2អញ្ចឹងគ្រាន់ផ្លាស់ប្ដូររសជាតិបាទម្ដងសឡកកូរម្ដងសឡប្រហើរអញ្ចឹងទៅគាត់និយាយអញ្ចឹងណាបាទបែបលក្ខណៈលេងសើចអញ្ចឹងទៅមានអីបងបឿនហ្នឹងបាទគាត់រៀងមានមន្តស្នេហ៍ដែរបាទទៅតាក់ទងបានមកគាត់តាក់ទងបានមនុស្សស្រីម្នាក់មួយទៀតបាទតាក់ទងអញ្ចឹងទៅបាទគាត់ដំបងទៅញ៉ែគេមិនមែនប្រាប់ថាមានប្រពន្ធភ្លាមទេបាទប្រាប់គេថាអត់មានប្រពន្ធទេបាទខ្លួនមួយបាទប្រឹងអួតណាដើម្បីឲ្យបានតាក់ទងស្រីផ្សេងដើម្បីឲ្យគេបានស្រឡាញ់សិនទៅហើយឲ្យខាងស្រីហ្នឹងលង់ខ្លួនសិនទៅចាំប្រាប់ត្រង់អញ្ចឹងគាត់ធ្វើពិធីហ្នឹងអញ្ចឹងទៅតាក់ទងជាមួយនឹងស្រីផ្សេងប្រឹងលួងលោមគេតម្រាំបញ្ញាគេបានបាទសុំគេហ្នឹងវាយឡើងមួយបាទធម្មតាគាត់តាក់ទងគាត់មានគំនិតស្រាប់ហើយគាត់ថាតើតាឲ្យម្នាក់ស្រីនឹងលង់ហើយបាទបានខ្លួនបានប្រាណហើយបានគាត់ប្រាប់ថាគាត់មានប្រពន្ធមានអីចឹងទៅស្រួលនិយាយបាទអញ្ចឹងគាត់ក៏ប្រឹងតាក់ទងប្រឹងយកចិត្តអឺម្នាក់ស្រីដែលគាត់តាក់ទងផ្សេងហ្នឹងណាបាទយកចិត្តទិញនេះទិញនោះទិញអីចឹងទៅធ្វើឲ្យខាងស្រីដែលគាត់តាក់ទងហ្នឹងបាទຕົកចិត្តគាត់និយាយថាបងស្រឡាញ់អូនឯងតែម្នាក់ទេបាទបងនឹងយកអូនឯងធ្វើជាប្រពន្ធអញ្ចឹងទៅបាទស្រឡាញ់អូនឯងអស់អីមួយជីវិតអញ្ចឹងទៅធ្វើឲ្យខាងស្រីហ្នឹងគាត់ຕົកចិត្តនិងជឿជាក់ទៅលើបងប្រុសឈ្មោះបឿនហ្នឹងទៅចឹងហើយ នៅក្រោយពេលដែលម្នាក់ស្រីដែលគាត់តាក់ទងហ្នឹង
chưa chẹt tục chật hay bong pro bươn nắng quạt chạp đam chênh cả bài bao cò đó nè về xong mà nè xây nắng quay lại như thế xong cái tam thọ nhớ lần này ai bong môi tới bong đại thế bọn đại bàn chân thế bong sàn ai nha này thịt nổ bong xong này môi tới này ai bong môi tới bong bên tây nè ở này ai bong môi bong đừng cho này thôi thì bọc pôn đại nè ở này muốn khỏi không ta chỉ bọc pôn bong tê chẳng luôn pra là này muốn nói cũng ta bàn mà bong đại nè bà prăng luôn cái nè bong bong nọ nè bong bươn á bà luôn mà ngày chẳng tới nè xây nó bên toàn ao nè bà thưa chỉ đặt mòn trà đây nhá nè ót thế mà anh xong mấy dương tầm squad kia tẹt tông kia ban màn khá bà xong ôn quay lại ấy bà hay bong bươn nó trẻ bà luôn mà ngày pi mà ngày do chất tục bà này thay do chất tục đã đầm bay do chất mà nè xây nâng chẳng á nè bà anh ấy dừng vậy nè pe đã qua tẹt tông mà nè xây thiệt chẳng này bằng giờ chật kê mà ngày pi mà ngày xong nghe hốt xong nhưng tới bà kẹt áo cho thương ngô thế ấy chẳng đây thôi oi nè xây nó đầm bay ở bàn còn quay lang quay mùi vậy nè thì nè xây nó nào pe bỏng bươn nó xong pe hay là muối còn giờ chật tục đại trong pua quạt đài quạt lùng lùng chật lùng pré nữa nè có phồm oi bỏng bươn nó quay lại mùi đây thì bỏng bươn đấy bàn mùi á bỏng bò nọ nè bên mùi nè quay quay lại là hột ba to ta mình đã xây năng lần vậy tới tích tì rồi nè ba bỏng bươn năng quay lại là tích tì rồi thì chẳng tới bỏng bươn nó chập đàm tha lấy khuôn brand bài này mình đã xây năng bài gì về đằng ca bất bài gì quạt mình khăn mấy khăn đấy mình tay mình ai đọ khuôn bị quạt đây bàn chứ nè bài cầm đặt bảo bỏng bươn khôi đài ngày mới còn kẹp mình đã xây năng tha ôn tam bát tư bong miên bập bồn này nè ប៉ុន្តែដោយសារបងស្រឡាញ់ឯងចឹងណាហើយបងចង់បានប្រពន្ធពីរចង់បានអូនឯងផងបានប្រពន្ធបងផងអញ្ចឹងអូនឯងគិតម៉េចដំបូងឡើយម្នាក់ស្រីដែលគាត់តាក់ទងហ្នឹងបាទខឹងណែប៉ុន្តែដឹងធ្វើម៉េចបានរឿងវាកើតឡើងទៅជាអញ្ចឹងហើយអ្នកស្រីនឹងស្ដីបន្ទោសឲ្យគាត់តិចតួចអញ្ចឹងទៅប៉ុន្តែក៏ក្រោយពីស្ដីបន្ទោសហើយក៏រកដំណោះស្រាយបាទចុះឥឡូវបែងគិតម៉េចបើអូនជ្រុលខ្លួនមកបែងហើយបានបែងមកប្រាប់អូនអញ្ចឹង ហើយបងមើលថាធ្វើមិនដែរបើបងជ្រុលឯណាមួយបងស្រឡាញ់ឯងហ្នឹងគាត់និយាយលួងលោមអ្នកស្រីនឹងទៀតទៅបាទអញ្ចឹងគាត់ថាឥឡូវអត់អីទេបងបឿនក៏ប្រាប់ម្នាក់ស្រីហ្នឹងចេះឥឡូវអត់អីទេចាំមើលបងទៅនិយាយជាមួយនឹងប្រពន្ធបងមើលមិនម៉ាអឺអូនឯងធ្វើជាប្រពន្ធចុងទៅហើយប្រពន្ធបងមកធ្វើប្រពន្ធដើមអញ្ចឹងទៅហើយណៃរស់នៅជាមួយគ្នាយល់ចិត្តគ្នាអញ្ចឹងហើយអ្នកស្រីហ្នឹងទៅចេះរស់នៅជាមួយគ្នាមិនតិចប្រពន្ធបងឯងដឹងប្រពន្ធបងឯងមក សម្រាប់ខ្ញុំអីឬក៏វាយខ្ញុំអីមិនទៅហើយបងប្អូននឹងថាអីចាំមើលថ្ងៃណាមួយអឺតនេឬក៏អាកាសល្អចាំបងនាំមិនឯងហើយនឹងនិយាយជាមួយប្រពន្ធបងឲ្យស្រួលមើលហើយជួបជុំគ្នាម្ដងទៅឲ្យយល់ចិត្តគ្នាទៅអញ្ចឹងមានថ្ងៃមួយអាកាសល្អប្រពន្ធគាត់បាននិយាយប្រាប់ប្រពន្ធគាត់ម្ដងហើយតែប្រពន្ធគាត់ខឹងរករឿងខ្លាំងណាបាទធម្មតាប្រពន្ធដើមគាត់ដឹងថាប្តីមាន ប្រពន្ធចុងអីចឹងគាត់ខឹងណាបាទគាត់ខឹងគាត់អីគាត់រករឿងចឹងទៅហើយបងបឿនហ្នឹងគាត់ចេះតែលួងប្រពន្ធដើមគាត់ទៅលួងអូនធ្វើម៉េចបើបងជ្រុលឯហ្នឹងហើយបើបងដោះដៃដោះអីទៅខ្លាចគេរករឿងគេប្តឹងអីចឹងណាអញ្ចឹងគាត់លួងចុះលួងឡើងចឹងទៅប្រពន្ធគាត់ក៏អត់អីទេចឹងយកទាំងពីរគេយកទៅបាទចិត្តឯងចឹងហីបាទអញ្ចឹងណារឿងចឹងបានបាទមានប្រពន្ធដើមប្រពន្ធចុងណាភាសាប្តីខ្លះបាទគាត់តលន់រសជាតិដដែលពេកក៏ចង់បដូររសជាតិអញ្ចឹងបានមានប្រពន្ធដើមប្រពន្ធចុងអញ្ចឹងយើងនិយាយទៅថ្ងៃមួយបាទគាត់និយាយសុំប្រពន្ធដើមគាត់ថាអូនថ្ងៃណាមួយបងសុំបាទនាំថាប្រពន្ធចុងណាមកហូបអីមើលឯងម្ដងទៅនិយាយគ្នាឲ្យយល់ចិត្តគ្នាអញ្ចឹងចេះស្រឡាញ់គ្នាអញ្ចឹងទៅអញ្ចឹងគាត់ក៏បាននាំបាទម្នាក់ស្រីដែលគាត់តាក់តងហ្នឹងហៅថាប្រពន្ធចុងហ្នឹងមកផ្ទះរបស់គាត់ហើយរៀបចំបាយទឹកម្ហូបអីចឹងទៅដាក់
ហូបផឹកស្រាផឹកអីជាមួយគ្នាបាទផឹកដំបូងមិនតាន់អីទេបាទអង្គុយម្ខាងម្នាក់អីចឹងទៅបាទតុមួយម្នាក់ចឹងទៅហើយដល់ពេលផឹកចុះផឹកឡើងមិនស្វឹងអាប្តីនេះបាទអាប្តីនេះវាកើតអារម្មណ៍ចង់បាទចង់វាយឡើងហ៎ហើយមិនទៅចង់វាយឡើងប្រពន្ធដើមឯណាឃើញប្រពន្ធចុងធម្មតាគេមកលេងគេស្លៀកពាក់រៀងខ្លីរៀងខើជើងអីចឹងណាចេញគល់ចេញអីចឹងទៅអាប្តីដើរអាប្តីនេះឃើញចឹងទៅអាកំពុងស្វឹងផងហើយអារម្មណ៍ចង់វាយឡើងផងក៏មកស្ទាបបង្អែលម្នាក់ស្រីដែលគាត់តាក់ទងហៅថាប្រពន្ធចុងហ្នឹងស្ទាបចុះស្ទាបឡើងអាស្ទាបក៏ផ្លូវផងស្ទាបគល់អីផងដឹងទៅថាចុះថើបឡើងមានណាបាទប្រពន្ធដើមឃើញអញ្ចឹងពងស្វឹងផងបាទខឹងបារហើយមានអារម្មណ៍ខឹងប្រច័ណ្ឌណាបាទមានណាទាញរ៉ែមកវាយនឹងអាប្តីវាយទាំងប្រពន្ធចុងហ្នឹងបាទស្រែកឆោឡោផ្អើលគេផ្អើលឯងចឹងទៅបាទអេបងហើយបងបឿនបើឯងស្វឹងអត់ចេះទប់អារម្មណ៍សិនចាំឲ្យគាត់យល់ចិត្តគ្នាសិនអន់បើចង់វាយឡើងនៅមុខប្រពន្ធដើមចឹងហ្មងតែវាយឡើងឥឡូវមានណាស៊ីងរ៉ែទៅបើឯងបាទពុកម៉ែបងប្អូនអរគ្នាហ្នឹងហើយសាច់រឿងរបស់យើងមានប៉ុណ្ណឹងបាទនេះគ្រាន់តែជារឿងដើម្បីលើកយកមកនិយាយឲ្យពុកម៉ែបងប្អូនបានស្ដាប់កំសាន្តសើចលេងតែប៉ុណ្្នឹងឯងហើយបើសិនជាមានកំហុសខុសឆ្គងនៅត្រង់ចំណុចណាសូមពុកម៉ែបងប្អូនខន្តីនិងអភ័យទោសរាល់កំហុសដែលបាននិយាយទៅលើសលួខ្វះខាតនោះផងដែរបាទហើយកុំភ្លេចបាទបងប្អូនអរគ្នាដែលមិនទាន់បានជួយ Subscribe Channel របស់ខ្ញុំសូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយ Subscribe ម្នាក់មួយផងបាទអរគុណច្រើន